ក្នុងមួយសប្តាហ៍មីយ៉ាន់ម៉ាបានបាញ់កំភ្លើងធំប្លង់ចូលទឹកដីថៃភាគពាយ័ព្យនៅក្នុងស្រុកម៉ែសូតខេត្តតាកចំនួន2លើកថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ប្លង់ចូលម្ដងបំផ្លាញផ្ទះរបស់ពលរដ្ឋថៃ4ខ្នងថ្ងៃទី30ខែឆ្នាំដដែលប្លង់ចូលម្ដងទៀតរបស់មនុស្ស4នាក់យ៉ាងណាក៏ដោយយោធាថៃគ្រាន់តែបាញ់គ្រាប់បែកផ្សែងឡើងលើដើម្បីព្រមានប៉ុណ្ណោះប៉ុន្តែមិនហ៊ានសងសឹកដោយកំភ្លើងធំវិញទេហេតុផលគឺសាមញ្ញទីក្រុងបាងកកមិនចង់ទាញខ្លួនឯងចូលទៅក្នុងសង្គ្រាមស៊ីវិលរបស់មីយ៉ាន់ម៉ាជាសង្គ្រាមដែលគ្មានខ្សែជួរមុខគ្មានសត្រូវច្បាស់លាស់និងគ្មានយុទ្ធសាស្ត្រចាក់ចេញបាននេះបើយោងទៅតាមការវិភាគរបស់ Reuters ក៏ប៉ុន្តែការពិតនៅពីក្រោយនេះគឺយោធាមីយ៉ាន់ម៉ាខ្លាំងនិងរឹងមាំជាងអ្វីដែលមនុស្សជាច្រើនបានដឹងនិងបានឃើញយោងតាមរបាយការណ៍ឆ្នាំ2024របស់ IISS Military Balance មីយ៉ាន់ម៉ាមានកងកម្លាំងប្រដាប់អាវុធសកម្មចំនួន30,000នាក់នៅក្នុងនោះមានទាហានជួរមុខជាង12,000នាក់ដែលបានចំណាយពេលរាប់ទសវត្សរ៍ប្រយុទ្ធប្រឆាំងទៅនឹងកងទ័ពជនជាតិភាគតិចនៅក្នុងព្រៃកងទ័ពជើងគោកមីយ៉ាន់ម៉ាមានកំភ្លើងធំច្រើនជាងគេបំផុតមួយនៅអាស៊ីអាគ្នេយ៍ដោយមានកំភ្លើងធំប្រហែលជា 1,500 ឈុតនៅក្នុងនោះមានទាំងកំភ្លើងធំទំហំ105មីលីម៉ែត្រ122មីលីម៉ែត្រនិង155មីលីម៉ែត្រដែលមានសមត្ថភាពបាញ់ឆ្លងព្រំដែននេះបើយោងទៅតាម Sea-Free និង Gen-Land Warfare កងទ័ពអាកាសរបស់មីយ៉ាន់ម៉ាវិញមានយន្តហោះចម្បាំងពីអាកាសទៅអាកាសប្រហែល70គ្រឿងរួមទាំងយន្តហោះ MiG-29S និងយន្តហោះ JF-17S របស់ចិននេះបើផ្អែកទៅតាមទិន្នន័យពី Fly Global World Air Force ឆ្នាំ2024បន្ថែមពីលើនោះមីយ៉ាន់ម៉ានៅមានយន្តហោះវាយប្រហារពីអាកាសទៅលើដីគោកចំនួន30គ្រឿងទៀតរួមទាំងយន្តហោះ Yak 130S ផងដែរចំណែកឧទ្ធម្ភាគកញ្ចក់វាយប្រហារវិញរបាយការណ៍ Gen World Air Force បង្ហាញថារបបយោធាមីយ៉ាន់ម៉ាមានរាប់រយគ្រឿងដូចជា Mi-35P និង Bell 206 212ជាដើមប្រសិនបើប្រទេសថៃបាញ់តបតវិញមីយ៉ាន់ម៉ាអាចនឹងបាញ់ចូលថៃកាន់តែច្រើនដែលនឹងបង្កភាពតានតឹងតាមបណ្ដោយព្រំដែនប្រវែង 2,400 គីឡូម៉ែត្ររវាងប្រទេសទាំងពីរនោះហើយជាមូលហេតុដែលថៃត្រូវតែខំមាត់អត់ធ្មត់ចំពោះការបាញ់ប្លង់របស់មីយ៉ាន់ម៉ាបើទោះបីជាពលរដ្ឋរបស់ខ្លួនរងគ្រោះក៏ដោយ